សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ស្វា podcast ថ្ងៃនេះយើងលើកយកប្រធានបទមួយដែលអ្នកទាំងអស់គ្នាតែងឆ្ងល់យូរមកហើយថាតើពងមាន់និងមេមាន់មួយណាកាត់មុនមែនហើយនីតាសំណួរនេះខ្ញុំឆ្ងល់ជាង20ឆ្នាំហើយសំណួរពងមាន់និងមេមាន់មួយណាកាត់មុនគឺជាល្បែងគំរូបឬបញ្ហាទស្សនវិជ្ជាដ៏ល្បីល្បាញលើពិភពលោកដែលបានធ្វើឲ្យមនុស្សជាច្រើនងឿងឆ្ងល់តាំងពីយូរយារណាស់មកហើយវាមិនមែនជាសំណួរដែលមានចម្លើយតែមួយត្រឹមត្រូវដាច់ខាតនោះទេ Exactly. ព្រោះវានិយាយអំពីវដ្តបន្តបន្ទាត់គ្នា Yeah. នេះជាការបកស្រាយនឹងទស្សនៈសំខាន់ៗដែលគេលើកយកមកពិភាក្សា 1. ទស្សនៈបែបវិទ្យាសាស្ត្រផ្អែកលើជីវវិទ្យានិងការវិវត្តន៍អ្នកវិទ្យាសាស្ត្រមានការបកស្រាយពីរផ្សេងគ្នា 1. មេមាន់កើតមុនទស្សនៈផ្អែកលើប្រូតេអ៊ីនអ្នកវិទ្យាសាស្ត្រខ្លះបានរកឃើញនូវប្រូតេអ៊ីនដ៏សំខាន់មួយឈ្មោះថា Ovoclidin 17 OC17 ដែលមានតួនាទីជាកាតាលីសជួយពន្លឿនការបង្កើតសម្បុកពងមាន់ដ៏រឹងមាំ Yeah. អ្វីដែលសំខាន់គឺប្រូតេអ៊ីន OC17 មានតែក្នុងអូវរ៉េរបស់មេមាន់តែប៉ុណ្ណោះដូច្នេះអ្នកវិទ្យាសាស្ត្រយល់ថាដើម្បីឲ្យពងមាន់អាចកាត់មានបានសម្បុកត្រូវតែមានដែលទាមទារឲ្យមានប្រូតេអ៊ីន OC17 ហើយប្រូតេអ៊ីននេះទាមទារឲ្យមានមេមាន់ជាមុនសិនពងមាន់កាត់មុនទស្សនៈបែបការវិវត្តឬ evolution យោងតាមទ្រឹស្ដីនៃការវិវត្ត evolution សត្វមាន់ដែលយើងស្គាល់សព្វថ្ងៃគឺជាប្រភេទសត្វមាន់ដែលវិវត្តមកពីសត្វស្លាប់មុនដូចជាប្រភេទសត្វ Archaeopteryx ឬប្រភេទសត្វដូចមាន់បុរាណការវិវត្តរបស់ DNA មិនកើតមានភ្លាមៗក្នុងខ្លួនរបស់សត្វពេញវ័យនោះទេការផ្លាស់ប្ដូរតូចតាចនៃ DNA ដែលបណ្ដាលឲ្យសត្វមានការប្រែប្រួលរូបរាងឬលក្ខណៈគឺកើតឡើងនៅពេលដែលស៊ុតបង្កកំណើតក្នុងពងដូច្នេះពងមួយដែលដាក់ដោយសត្វដូចមាន់ចំនួនមុនអាចនឹងមានកូនដែលវិវត្តទៅជាមាន់ពិតប្រាកដដំបូងគេគឺជាប្រភេទសត្វមាន់ដែលយើងស្គាល់នៅន័យនេះពងនោះបានកើតមុនមេមាន់ពិតប្រាកដទស្សនៈបែបទស្សនវិជ្ជាសំណួរនេះតំណាងឲ្យបញ្ហាតាក់ទងនឹងភាពជាហេតុផលតើអ្វីគឺជាចំណុចចាប់ផ្ដើមនៃវដ្តបន្តបន្ទាប់គ្នាវាតំណាងឲ្យស្ថានភាពដែលបន្តការទាំងអស់មានសារៈសំខាន់ជាងចំណុចចាប់ផ្ដើមទាំងមេមាន់និងពងមាន់សុទ្ធតែចាំបាច់សម្រាប់វដ្តបន្តពូជសរុបសេចក្តីបើយោងតាមភស្តុតាងប្រូតេអ៊ីន OC17 នោះមេមាន់កើតមុនបើយោងតាមទ្រឹស្ដីនៃការវិវត្តនោះពងមាន់កើតមុនពងដែលផ្ទុកមាន់ពិតប្រាកដដំបូងគេនៅទីបញ្ចប់ចម្លើយដែលពេញចិត្តបំផុតសម្រាប់អ្នកវិទ្យាសាស្ត្រនៅពេលបច្ចុប្បន្នគឺផ្អែកលើទ្រឹស្ដីនៃការវិវត្តពងមាន់កើតមុនសត្វមាន់ដែលយើងស្គាល់សពថ្ងៃព្រោះការវិវត្តរបស់ DNA កើតឡើងក្នុងពង trend Exactly.